សូមគោរពជំរាបសួរទៅកាន់លោកស្រីបងប្អូននិស្សិតទាំងអស់ដែលកំពុងតែមើលនៅคลิปវីដេអូមួយនេះបាទคลิปវីដេអូមួយនេះគឺជាคลิปមេរៀនទី2បាទក្នុងនេះខ្ញុំដាក់ chapter 2បាទក៏ពិតជាមេរៀនទី2ទេបាទហើយនឹងសិក្សាអំពីការរៀបចំបុគ្គលិកផ្នែកលក់ការរៀបចំបុគ្គលិកផ្នែកលក់នេះគឺមានសារៈសំខាន់ណាស់នៅក្នុងអាជីវកម្មកាលណាបើសិនក្នុងនាមជាម្ចាស់អាជីវកម្មมันមានបាទលទ្ធភាពឬក៏សមត្ថភាពក្នុងការរៀបចំបុគ្គលិកផ្នែករៀបចំបុគ្គលិកផ្នែកលក់ឲ្យបានល្អទេបាទយើងនឹងខាតពេលវេលាការងាររបស់យើងនឹងខ្ជះខ្ជាយអញ្ចឹងបើសិនតែយើងបាទមិនចេះក្នុងការរៀបចំបុគ្គលិកផ្នែកលក់ក៏យើងអត់ដឹងថាតើនៅក្នុងអាជីវកម្មរបស់យើងនឹងត្រូវការបុគ្គលិកផ្នែកលក់ប្រមាណអ្នកដែរបាទបើយើងរើសច្រើនពេកទៅខាតតិចពេកទៅធ្វើការងារអត់អស់អញ្ចឹងតើការងារយើងហើយនឹងបុគ្គលិកតើគួរជ្រើសរើសប្រមាណអ្នកដើម្បីឲ្យត្រូវសមាមាត្រគ្នាបាទហើយតើយើងគួររៀបចំបាទនៅអេរយាប័តនៅក្នុងអង្គភាពរបស់យើងនឹងបែបម៉េចនៅក្នុងមេរៀនទី2នេះបាទយើងនឹងបានដឹងអំពីតួនាទីរបស់ប្រធានផ្នែកលក់បាទនិងតួនាទីកិច្ចការងារផ្សេងៗរបស់បុគ្គលិកផ្នែកលក់បាទអញ្ចឹងអ្វីដែលសំខាន់ជាងនឹងទៅទៀតខ្ញុំសូមឲ្យនិស្សិតទាំងអស់គ្នាស្វែងយល់ថាតើមេរៀនទី2នេះវាស្ថិតនៅក្នុងផ្នែកណាមួយនៃ marketing បាទ marketing បាទការរៀបចំបុគ្គលិកផ្នែកលក់បាទជាទូទៅតែងតែមានការភាន់ច្រឡំគ្នារវាងអ្នកធ្វើ marketing និងអ្នកលក់បាទផ្នែក marketing និងផ្នែកលក់អញ្ចឹងនិស្សិតទាំងអស់គ្នាខ្ញុំគ្រាន់តែចង់ឲ្យនិស្សិតទាំងអស់គ្នាមិនវែងឆ្ងាយពេកទេបាទគ្រាន់តែឲ្យដឹងថាការងាររបស់ផ្នែកលក់និងការងាររបស់អ្នក marketing ហ្នឹងខុសគ្នាបែបណាបាទអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍ថានៅក្នុងតំបន់មួយដែលមានប្រជាពលរដ្ឋរស់នៅបាទច្រើនកកហើយក៏មានអ្នកលក់នៅទីនោះដែរបាទមានន័យថាមានតូបបាទលក់រាយមានតូបបោះដុំនៅក្នុងតំបន់មួយបាទហើយការងារពីររវាងផ្នែក marketing និងផ្នែកលក់បាទធ្វើការនៅក្នុងតំបន់ហ្នឹងអញ្ចឹងប្រសិនបើទំនិញបាទទំនិញដែលដាក់លក់នៅក្នុងតំបន់នោះមានគ្រប់តូបទាំងតូបលក់រាយនិងតូបបោះដុំបាទនិងហាងបោះដុំមានផលិតផលរបស់ក្រុមហ៊ុននៅទីនោះវាគឺជាការងាររបស់បាទវាគឺជាការងាររបស់អ្នកលក់បាទទោះបីការងារនោះអតិថិជនមិនស្គាល់ក្តីបាទស្គាល់ក្តីប៉ុន្តែផលិតផលបានដល់ដៃអ្នកលក់ហើយគ្រាន់ថាអត់ទាន់បានដល់ដៃអ្នកទិញនេះគឺជាកំហុសរបស់ផ្នែក marketing បាទកំហុសរបស់ផ្នែក marketing ដល់ឡែកប្រសិនបើផ្ទុយមកវិញអតិថិជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានស្គាល់ផលិតផលគ្រប់គ្នាអស់ហើយប៉ុន្តែបែរជាគ្មានផលិតផលនៅក្នុងតូបលក់រាយឬក៏តូបបោះដុំឬក៏ហាងបោះដុំទេអញ្ចឹងមានន័យថាកំហុសនេះគឺជាកំហុសរបស់ផ្នែកលក់អញ្ចឹងមានន័យថាម៉េចមានន័យថាកាលណាអតិថិជនបានស្គាល់បាទអតិថិជនបានស្គាល់ឬក៏ប្រជាពលរដ្ឋបានស្គាល់ផលិតផលនេះគឺជាការងាររបស់ផ្នែក marketing ដល់ឡែកនៅពេលដែលបាទអតិថិជនបាទអតិថិជនឬអ្នកបោះដុំអ្នកលក់រាយបានទទួលទំនិញឬក៏ផលិតផលពីអ្នកលក់ហើយនោះគឺជាការងាររបស់អ្នកលក់ខ្ញុំសូមលើកឧទាហរណ៍មួយទៀតបាទស្តៀងគ្នាដែរនៅពេលដែលអតិថិជនបានស្គាល់ទំនិញបានស្គាល់ផលិតផលរបស់ក្រុមហ៊ុនតែបែរជាអត់បានផលិតផលបាទយកទៅប្រើប្រាស់នោះគឺជាកំហុសរបស់អ្នកលក់
ទុយមកវិញនៅពេលដែលបាទផលិតផលបានទៅដល់តូបអ្នកលក់រាយហើយផលិតផលនឹងបែរជាលក់អត់ដាច់អតិថិជនអត់ស្គាល់វាគឺជាកំហុសរបស់អ្នក marketing អញ្ចឹងអ្នក marketing គឺជាអ្នកដែលមានតួនាទីធ្វើការផ្សព្វផ្សាយបាទធ្វើឲ្យអតិថិជនបានស្គាល់ធ្វើឲ្យអតិថិជនបានសាកប្រើនៅផលិតផលនិងធ្វើឲ្យអតិថិជនបានទិញយកទៅប្រើម្ដងទៀតនេះគឺជាបាទកិច្ចការងាររបស់អ្នក marketing ចំណែកអ្នកលក់គឺមានតួនាទីក្នុងការចែកចាយផលិតផលបាទមានតួនាទីក្នុងការសម្របសម្រួលផលិតផលនៅពេលមានបញ្ហានិងមានតួនាទីក្នុងការដោះដូរផលិតផលនិងចុងក្រោយមានតួនាទីក្នុងការប្រមូលព័ត៌មានទីផ្សារត្រឡប់មកក្រុមហ៊ុនវិញឬក៏ម្ចាស់ក្រុមហ៊ុនវិញអញ្ចឹងតួនាទីរបស់អ្នក marketing មាន3បាទទី1គឺធ្វើយ៉ាងណាឲ្យអតិថិជនបានស្គាល់ផលិតផលទី2គឺធ្វើយ៉ាងណាឲ្យអតិថិជនបានសាកទិញផលិតផលជាលើកដំបូងនិងទី3គឺធ្វើយ៉ាងណាឲ្យអតិថិជនបានទិញហើយទិញម្ដងទៀតបាទមាន3ហ្នឹងសម្រាប់តួនាទីរបស់អ្នក marketing ចំណែកតួនាទីរបស់អ្នកលក់គឺមាន4ទី1គឺធ្វើយ៉ាងណាចែកចាយផលិតផលហ្នឹងឲ្យដល់ដៃអតិថិជនបាទទី2នៅពេលដែលផលិតផលមានបញ្ហាបាទជាទូទៅកាលណាយើងចែកចាយផលិតផលมันអាចឲ្យអតិថិជនបាទអតិថិជនតែងតែមានបាទ100នាក់មាន2នាក់មាន3នាក់តែងតែជំទាស់តែងតែមានបញ្ហាបាទមិនត្រូវចិត្តអញ្ចឹងអ្នកលក់នោះគឺមានតួនាទីក្នុងការសម្របសម្រួលបាទឲ្យអស់លទ្ធភាពនឹងគឺតួនាទីទី2តួនាទីទី3គឺមានន័យថានៅពេលដែលសម្របសម្រួលអស់ចិត្តហើយបាទអស់លទ្ធភាពក្នុងការចរចាសម្របសម្រួលហើយតួនាទីទី3នេះគឺត្រូវតែធ្វើការដោះដូរទំនិញណាដែលមានបញ្ហានោះបាទហើយតួនាទីទី4រាល់បញ្ហាទាំងអស់នៅលើទីផ្សារទាំងដៃគូប្រកួតប្រជែងទាំងអឥរិយាបថរបស់អតិថិជនផ្សេងៗត្រូវតែប្រមូលវិញគឺជាព័ត៌មានដែលត្រូវប្រមូលដើម្បីធ្វើការអាប់ដេតបាទនៅក្នុងក្រុមហ៊ុនតែការរៀបចំផលិតផលអីផ្សេងៗឡើងវិញបាទនេះគឺតកតងជាមួយនឹងតួនាទីអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំសូមចូលទៅคลิปតែម្ដងថាតើការរៀបចំបុគ្គលិកផ្នែកលក់នោះគឺមានបែបផែនឬក៏អត្ថន័យខ្លឹមសារយ៉ាងណាអញ្ចឹងនិស្សិតទាំងអស់គ្នាសូមបាទបន្តទៅ slide បន្តទៀតបាទនិយមន័យនៅក្នុងការរៀបចំបុគ្គលិកផ្នែកលក់គឺជាសកម្មភាពអនុវត្តដើម្បីទាក់ទាញការអភិវឌ្ឍនិងការរក្សាបាននៅបុគ្គលិកផ្នែកលក់ឲ្យមានប្រសិទ្ធភាពនៅក្នុងអង្គភាពមួយបាទបុគ្គលិកត្រូវបានរៀបចំនៅក្នុងមធ្យោបាយជាច្រើនដោយផ្អែកទៅលើប្រភេទនៃការលក់ដែលក្រុមហ៊ុនទាមទារឲ្យមានស្រឡាយផលិតផលនិងចរិតមូលដ្ឋាននៃអតិថិជនមធ្យោបាយទូទៅខ្លះនៃការរៀបចំបុគ្គលិកផ្នែកលក់គឺដោយតាមដែនដីភូមិសាស្ត្រផលិតផលអតិថិជនការរួមបញ្ចូលគ្នានៃកត្តាមួយចំនួនទៀតបាទអញ្ចឹងខ្ញុំសូមអានឲ្យចប់ទៅចាំខ្ញុំបញ្យល់បាទខ្ញុំបញ្យល់អញ្ចឹងនៅក្នុងនេះគេដាក់ថាការរៀបចំតាមដែនដីភូមិសាស្ត្រគឺមានលក្ខណៈងាយស្រួលជាងគេនិងត្រូវបានប្រើវិធីសាស្ត្រនៃការរៀបចំរចនាសម្ព័ន្ធក្រុមលក់បាទអញ្ចឹងការរៀបចំបាទបុគ្គលិកផ្នែកលក់នេះគឺមានសារៈសំខាន់ណាស់បាទមានសារៈសំខាន់ហើយបុគ្គលិកទាំងអស់បាទมันអាចអ្នកខ្លះគាត់បាទរៀនចប់ហើយផ្នែក marketing ផ្នែក sale បាទមកពីសាលាល្បីក៏មានសាលាអន់ក៏មានបាទរៀនចប់ប៉ុន្តែគាត់ឆ្ងល់ក្នុងគាត់ហេតុអីបានជាចេញលក់អត់បានលក់អត់ដាច់លក់អីក៏លក់អត់ដាច់ដែរបាទអញ្ចឹងពេលខ្លះចេះតែគ្រឹះស្ដីទេចេះតែនិយាយទេប៉ុន្តែដល់ពេលការអនុវត្តគឺអត់អាចធ្វើបានបាទនៅពេលដែលមានអតិថិជនបាទប្រតិកម្មទៅរឿងអីមួយបាទហ្នឹងគឺចាប់ផ្ដើមភ្ញួចអារម្មណ៍អន់សង្ឃឹមចិត្តបាទ
តកតងជាមួយនឹងសម័យបច្ចុប្បន្នខ្ញុំសូមលើកឡើងពីនិយមន័យទៅចោះបាទហើយវានិយមន័យនេះគឺវាត្រូវជាមួយនឹងបរិបទសប្តាហ៍ថ្ងៃនៅក្នុងបាទអត្ថន័យនៃផ្នែក marketing នេះបាទគឺគេបានបែងចែកជាពីរយើងមិនអាចយកនិយមន័យ marketing នេះយកមកប្រើគ្រប់សម័យកាលបានទេបាទព្រោះសម័យកាលនៃ marketing រាល់ថ្ងៃនេះវាដើរដល់ 4.5 ហើយមិនមែន 4.0 ទៀតទេបាទដល់5ហើយអញ្ចឹង marketing មានន័យថាម៉េច marketing នៅក្នុងសម័យបុរាណគេថាគ្រាន់តែគឺជាកន្លែងដោះដូរគឺជាកន្លែងដោះដូរទំនិញនិងទំនិញបាទនិងរូបិយប័ណ្ណបាទរូបិយប័ណ្ណអញ្ចឹងមានន័យថាម៉េចមានន័យថាអតិថិជនទាំងអស់នោះគាត់ពីសម័យបុរាណហ្នឹងគាត់មិនសូវជាបាទធ្វើការទិញលក់ជាមួយគ្នាដោយប្រើបាទថវិកាទេដោយប្រើលុយទេមានន័យថាអ្នកចំការបាទភាគច្រើនអ្នកចំការនិងអឺអ្នកទលេចុះឧទាហរណ៍បាទគាត់ដោះដូរផ្លែឈើជាមួយនឹងត្រីបាទជួនកាលស្រូវដោះដូរជាមួយនឹងផ្លែឈើបាទគោដោះដូរជាមួយនឹងស្រែស្រូវដោះដូរជាមួយនឹងមាសអីជាដើមបាទនឹងមានការដោះដូរផ្សេងទៀតដោយសារអត់ទាន់មានរូបិយប័ណ្ណប្រើទូលំទូលាយរហូតដូចសពថ្ងៃបាទហើយក៏គ្មានការប្រកួតប្រជែងដែរដោយសារនៅក្នុងមួយភូមិមានតែអ្នកលក់ម្នាក់ពីរនាក់បាទមានន័យថាអ្នកទិញច្រើនជាងអ្នកលក់បាទប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃនៅក្នុងភូមិនីមួយៗមិនថានៅក្នុងខេត្តយើងឬក៏ខេត្តគេតំបន់យើងក៏តំបន់គេទេគឺអ្នកលក់និងអ្នកទិញស្ទើរតែស្មើគ្នាបាទស្ទើរស្មើគ្នាហើយកន្លែងខ្លះមានអ្នកលក់នោះច្រើនជាងអ្នកទិញទៀតអញ្ចឹងមានន័យថាម៉េចអញ្ចឹងទីផ្សារមិនមែនជាកន្លែងដោះដូរទំនិញធម្មតាទៀតទេវាទៅជាសមរភូមិបាទវាទៅជាសមរភូមិអញ្ចឹងសមរភូមិមានន័យថាម៉េចសមរភូមិគឺសំដៅដល់សង្គ្រាមបាទសង្គ្រាមអញ្ចឹងនិយមន័យថ្មីនៅក្នុងសម័យទំនើបនេះគឺ marketing គឺជាសមរភូមិដែលម្ចាស់អាជីវកម្មឬក៏ម្ចាស់ក្រុមហ៊ុនបាទប្រមាលមើលអំពីតម្រូវការសង្គមដើម្បីវាយតម្លៃនៅអាជីវកម្មរបស់ខ្លួនមានន័យថាម៉េចមានន័យថាម្ចាស់អាជីវកម្មទាំងឡាយឬក៏សហគ្រិនទាំងឡាយទោះបីមានលុយក៏ដោយបាទចិត្តចង់រកស៊ីចិត្តចង់បើកអាជីវកម្មរកស៊ីអ្វីមួយប៉ុន្តែពេលខ្លះអត់បានដូចចិត្តទេដោយសារអត់មានឱកាសបាទអត់មានឱកាសផលិតផលដែលខ្លួនឯងត្រៀមសម័យពីមុនមកថាចង់លក់ហើយប៉ុន្តែมันអាចលក់នៅក្នុងតំបន់នឹងមួយបានទេដោយសារតែនៅពេលដែលប្រមាលមើលអំពីតម្រូវការសង្គមនឹងមិនមានតម្រូវការក្នុងការប្រើប្រាស់នៅផលិតផលដែលខ្លួនឯងចង់លក់ទេអញ្ចឹងត្រូវតែផ្លាស់ប្ដូរផលិតផលដើម្បីតម្រូវការទៅតាមសង្គមបាទតម្រូវការទៅតាមអតិថិជនព្រោះយើងកាលណារកស៊ីអីមួយគឺត្រូវតែយកចិត្តអតិថិជនដឹងថាអតិថិជនត្រូវការអីសិនបាទព្រោះដល់ការនិយាយអំពីទីផ្សារគឺគេនិយាយតែរឿងពីរឯង want and need បាទតើមនុស្សមានតម្រូវការត្រូវការអីបាទហើយចង់បានអីតែពីរហ្នឹងឯងបាទបើសិនមនុស្សគ្មានអាចង់បានហើយនឹងត្រូវការទេគឺអត់បានបាទអញ្ចឹងមើលតម្រូវការសង្គមហើយទើបយើងមកវាតម្លៃអាជីវកម្មរបស់ខ្លួនឯងថាតើខ្លួនឯងគួររៀបចំអាជីវកម្មលក់ផលិតផលណាអត់ផលិតផលណាបាទជាក់ស្ដែងនៅក្នុងកិច្ចការងាររបស់អ្នកលក់កិច្ចការងាររបស់អ្នកលក់ជាទូទៅបាទត្រូវប្រកាន់ចំហ4ត្រូវយល់ដឹងណា4បាទតិចទៀតខ្ញុំប្រាប់4នោះថា4នោះស្អីគេអញ្ចឹងយើងបន្តមេរៀនសិនបាទអញ្ចឹងនៅពេលដែលយើងរៀបចំបុគ្គលិកផ្នែកលក់ទោះបីបាទបុគ្គលិកខ្លះគាត់មកពីខាងណាក៏ដោយមានបទពិសោធន៍រៀនបានច្រើនក៏ដោយប៉ុន្តែត្រូវមើលអំពីបាទសមត្ថភាពជាចម្បងតើមនុស្សនេះគួរដាក់នៅក្នុងតំបន់ណាព្រោះពេលខ្លះមនុស្សយើងគាត់
មិនទាន់បានបាទឃើញនៅអត្តចរិតផងចាប់ដើមឃើញនៅរូបរាងមុនបាទរូបរាងមុនអញ្ចឹងរូបរាងហ្នឹងស័ក្តិសមនៅក្នុងតំបន់ណាបាទពាក្យសម្ដីអត្តចរិតចំណេះដឹងហ្នឹងស័ក្តិសមនៅកន្លែងណាដល់ខ្ញុំលើកឧទាហរណ៍មួយថាអឺអ្នកលក់ទំនិញមួយបាទអ្នកលក់ទំនិញមួយដែលអឺទំនិញហ្នឹងមានតម្លៃរៀងធូរថ្លៃបាទធូរថ្លៃត្រឹមឧទាហរណ៍ថាផលិតផលទូរស័ព្ទទៅចោះបាទឬក៏ផលិតផលបាទជាសម្លៀកបំពាក់ទៅចោះបាទជាសម្លៀកបំពាក់ឬក៏ជារថយន្តទៅចោះឧទាហរណ៍ថារថយន្តបាទរថយន្តអញ្ចឹងពួកគាត់ជាទូទៅគាត់មានមិត្តភ័ក្តិគាត់ដើរជួបមានន័យថាគាត់ចរិតអត្តចរិតរបស់គាត់ទៅជួបអ្នករៀងល្មមគាត់អត់សូវចេះនិយាយស្ដីជាមួយទេបាទគាត់ចូលចិត្តទៅជួបអ្នកដែលមានដូចថារៀងហៃសូរាប់អានជាមួយមនុស្សរៀងបាទរៀងកលិបលើអញ្ចឹងទៅបាទមានន័យថាគេរាប់អានជាមួយគេថាខ្លួនឯងគីឡូធ្ងន់រៀបរាប់អានជាមួយអ្នករៀងគីឡូធ្ងន់អញ្ចឹងបើសិនឲ្យគាត់លក់ផលិតផលក៏ទាល់តែអ្នកគីឡូធ្ងន់នឹងដែរបាទព្រោះគាត់ទម្លាប់គាត់អត្តចរិតរបស់គាត់ចូលចិត្តនិយាយចូលចិត្តទំនាក់ទំនងជាមួយអ្នកគីឡូធ្ងន់បាទអញ្ចឹងនៅពេលដែលគាត់ទៅនិយាយជាមួយអ្នកគីឡូស្រាលអត់ខ្ញុំលើកឡើងអំពីអុកញ៉ាទៅចាស់បាទអុកញ៉ាខ្លះគាត់រហូតដល់អុកញ៉ាបាទហើយមកឲ្យគាត់លក់ដីឡូលក់ដីឡូ1ឡូ2500 3000 4000ហ្នឹងក៏គាត់អត់ចេះលក់ទេគាត់លក់អត់ដាច់ទេដោយសារគាត់គីឡូគាត់ធ្ងន់បាទគាត់រាប់អានជាមួយអុកញ៉ាស្គីគាត់អញ្ចឹងបើសិនឲ្យគាត់លក់អាហ្នឹងក៏គាត់លក់ដាច់ដែរប៉ុន្តែបើសិនឲ្យគាត់លក់ទាំងហិកតាយើងដឹងហើយថាអុកញ៉ាជាទូទៅតែគាត់រកស៊ីរៀងធំអញ្ចឹងបើសិនដីឡូដីអីគេស្ដាប់មិនចូលតិចគេព្រោះវាល្អិតល្អោចពេកអញ្ចឹងតន្តែបាទដីធំត្រូវជាមួយនឹងចំណង់ចំណូលចិត្តត្រូវជាមួយនឹងលុយគេហើយគេបាទគេនៅពេលដែលគេទិញទៅគេអាចសាងសង់ជាបរិយាសាងសង់ជាអីទៅបាទប៉ុន្តែបើសិនតែដីឡូវិញអត់អាចទេត្រឹមប្រជាពលរដ្ឋត្រឹមបុគ្គលិកបាទល្មមធ្វើការប្រាក់ខែត្រឹម4-500ហ្នឹងអាចបាទមានលទ្ធភាពក្នុងការទិញហើយបើសិនណាឲ្យអ្នកបាទឲ្យអ្នកកលិបលើបាទឲ្យអ្នកគីឡូធ្ងន់មកលក់អាហ្នឹងគឺអត់ទេគាត់លក់អត់កើតទេដោយសារទំនាក់ទំនងពួកគាត់ច្រើននឹងទំនាក់ទំនងជាមួយអ្នកធំដែរបាទប៉ុន្តែផ្ទុយមកវិញបើសិនអ្នកបាទដូចជាសិស្សនិស្សិតល្មមត្រឹមចំនួនទី2ឆ្នាំទី2ទី3បាទមិនសូវជាចេះការទូតអីហើយយើងទៅលក់ដីហិកតាធំ4 5 6ហិកតាហ្នឹងហើយទៅឲ្យទៅជួបអង្គការនិយាយគ្នាអត់ត្រូវទេបាទនិយាយគ្នាច្បាស់ជាអត់ត្រូវហេតុអីដោយសារតែបាទការចរចាដោយសារតែតម្លៃដោយសារតែបាទតកតងជាមួយសមត្ថភាពវាតម្លៃដីបាទគួរធ្វើអីផ្សេងបាទគឺវារៀងមានការលំបាកចឹងខ្ញុំជឿជាក់ថាអញ្ចឹងប៉ុន្តែមិនមែនយើងធ្វើមិនកើតទេធ្វើកើតប៉ុន្តែត្រូវការពេលវេលាទៅមុខទៀតបាទនេះគឺតកតងជាមួយនឹងការរៀបចំដែនដីភូមិសាស្ត្របាទនឹងមានលក្ខណៈងាយស្រួលជាងគេនឹងត្រូវបានប្រើវិធីសាស្ត្រនៃការរៀបចំក្រុមលក់ហ្នឹងអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍ប៉ុណ្ណឹងទៅចោះបាទសូមបន្តទៅ slide បន្តទៀតបាទការរៀបចំដោយតាមផលិតផលនិងអនុញ្ញាតឲ្យបុគ្គលិកផ្នែកលក់ធ្វើការផ្ដោតទៅលើការខិតខំរបស់ខ្លួនលើស្រឡាយផលិតផលដោយឡែកតាមប្រភេទនៃស្លាកសញ្ញាផលិតផលបាទក្នុងចំណុចទី2នេះគឺគេចង់សំដៅដល់ថានៅក្នុងក្រុមហ៊ុនមួយជាទូទៅអាចមានផលិតផលច្រើនមុខបាទច្រើនមុខហើយអញ្ចឹងគេមិនអាចឲ្យបុគ្គលិកហ្នឹងលក់ផលិតផលទាំងអស់បាននៅក្នុងក្រុមហ៊ុនទេគេឲ្យបុគ្គលិកកាន់មួយបាទមួយមានន័យថារៀបចំទៅតាមផលិតផលអញ្ចឹងដែលឲ្យបុគ្គលិកបាទមានភាពមុតមាំនិងច្បាស់លាស់ទៅលើតែផលិតផលមួយឯងហើយចំណុចទី3ការរៀបចំទៅតាមអតិថិជនបាទទៅតាមអតិថិជនដូចខ្ញុំបានជំរាបជូនអំបញ្ញមិញអញ្ចឹងគឺថាអឺបុគ្គលិកណាគួរបាទគួរឲ្យទៅជួបអតិថិជនផែនណាបាទបែបផែនណាយើងមិនអាចឲ្យអតិថិជនទៅជួប
ពីណាពីណៃទេព្រោះដោយសារពេលខ្លះអាចខាតពេលវេលាផងហើយពេលខ្លះអាចប៉ះពាល់ដល់ brand គាត់និយាយអំពីលក្ខណៈសម្បត្តិរបស់ផលិតផលអស់បាទអញ្ចឹងបើនិយាយអំពីបុគ្គលិករបស់អ្នកលក់បុគ្គលិកផ្នែកលក់ហ្នឹងខ្ញុំសូមនិយាយតែម្ដងទៅគឺត្រូវតែប្រកាន់ចំហ4បាទកាន់ចំហ4ធ្វើម៉េចដើម្បីលក់ដាច់បាទអញ្ចឹងនិស្សិតទាំងអស់គ្នាអាចរៀបចំនៅប៊ិចសៀវភៅដើម្បីកត់ចំណុចហ្នឹងទុកបាទព្រោះថាខ្ញុំនឹងដាក់ប្រឡងដែរបាទអញ្ចឹងបុគ្គលិកផ្នែកលក់បាទជាទូទៅតែងតែគិតថាលក់អត់ដាច់បាទចេញលក់អត់ចេញបាទជួបអតិថិជនទៅពេលអតិថិជនសួរនាំអីទៅយើងឆ្លើយដោយគ្មានទំនុកចិត្តហើយគ្មានការតាក់ទាញផ្សេងអញ្ចឹងក្នុងថ្ងៃនេះខ្ញុំប្រាប់4ចំណុចហ្នឹងបាទចំណុចទី1ដើម្បីឲ្យយើងលក់ដាច់បាទទី1គឺត្រូវតែស្គាល់ផលិតផលខ្លួនឯងបាទត្រូវច្បាស់ជាមួយផលិតផលខ្លួនឯងមិនបានត្រូវច្បាស់ផលិតផលខ្លួនឯងយើងជាធម្មតាជាទូទៅតែយកផលិតផលទៅឲ្យទៅលក់ត្រូវតែដឹងថាផលិតផលហ្នឹងជាផលិតផលអីហើយមានមុខងារអីបាទនៅពេលដែលគេប្រើផលិតផលហ្នឹងហើយតើគេទទួលបានអត្ថប្រយោជន៍អីខ្លះបាទអញ្ចឹងយើងត្រូវបង្ហាញប្រាប់គេគុណសម្បត្តិផលិតផលបាទគុណវិបត្តិរបស់ផលិតផលហ្នឹងប្រាប់តាច់បានហើយសំខាន់គឺគុណសម្បត្តិនិងគុណតម្លៃអ្វីដែលគេទទួលបានក្រោយពីការប្រើផលិតផលហ្នឹងព្រោះនៅពេលដែលគេដកលុយចេញពីអាប៉ៅរបស់គេមកទិញផលិតផលរបស់យើងលុយគេក៏ពិបាករកដែរអញ្ចឹងផលិតផលរបស់យើងតើមានសារៈសំខាន់សម្រាប់គេប៉ុណ្ណាបាទដើម្បីគេដកលុយចេញពីអាប៉ៅរបស់គេបាទនោះទី1ទី2ត្រូវស្គាល់អតិថិជនបាទត្រូវស្គាល់អតិថិជនផងអញ្ចឹងទី1ស្គាល់ផលិតផលខ្លួនឯងឲ្យច្បាស់ហើយត្រូវស្គាល់ទី2ត្រូវស្គាល់អតិថិជនព្រោះអតិថិជនទាំងអស់มันអាចមានតម្រូវការលើផលិតផលរបស់យើងទាំងអស់ទេបាទទាំងអស់ទេព្រោះអតិថិជនយើងត្រូវស្គាល់បាទត្រូវស្គាល់អតិថិជនហើយស្គាល់អតិថិជនមាន3ទៅទៀតទី1អតិថិជនមានលុយហើយអត់ចង់ទិញបាទអតិថិជនមានលុយប៉ុន្តែអត់ចង់ទិញទី2អតិថិជនអត់លុយប៉ុន្តែចង់ទិញបាទហើយមួយទៀតចុងក្រោយគឺអតិថិជនអត់លុយហើយអត់ចង់ទិញអញ្ចឹងអាទី3ហ្នឹងទោះបីគោះខ្មោចមកនិយាយទៀតក៏និយាយមិនកើតដែរព្រោះអាហ្នឹងអត់ទាំងលុយហើយអត់ទាំងចង់ទិញទៀតអាហ្នឹងពិបាកមែនតើប៉ុន្តែបើសិនតែមានលុយអត់ចង់ទិញហើយអត់លុយចង់ទិញអាហ្នឹងយើងអាចចរចាគ្នាបានបាទអាចចរចាគ្នាបានអញ្ចឹងស្គាល់អតិថិជនគឺស្គាល់បែបណាអញ្ចឹងតើអតិថិជនបាទតើអតិថិជនមានតម្រូវការលើផលិតផលរបស់យើងនឹងនៅពេលណាខ្ញុំលើកឡើងឧទាហរណ៍បូរីបាទធម្មតាផលិតផលទាំងអស់វាមានផលិតផលឯកតជនផលិតផលម៉ាកគ្រួសារបាទមានច្រើនម៉ាកបាទទី1ខ្ញុំរាប់ធំម៉ាកឯកតជនម៉ាកគ្រួសារបាទសហម៉ាកបន្សំបាទនឹងច្រើនទៀតអញ្ចឹងខ្ញុំសូមរៀបរាប់តែពីរម៉ាកបានទេបាទតែពីរម៉ាកឯកតជននិងម៉ាកគ្រួសារដែលគេតែនិយមប្រើឧទាហរណ៍ថានិស្សិតទាំងអស់គ្នាកំពុងនៅក្នុងវងគ្រួសាររបស់ខ្លួនឯងបាទហើយវងគ្រួសាររបស់ខ្លួនឯងខ្ញុំជឿជាក់ថារហូតដល់សម័យនេះផ្ទះណាក៏មានដែរបាទតង្ហាល់ម៉ាស៊ីនត្រជាក់ទូបោកខោអាវហើយរបស់របរប្រើប្រាស់នៅក្នុងផ្ទះទៀតអានេះគេហៅថាម៉ាកគ្រួសារគឺម៉ាកដែលប្រើរួមគ្នាហើយម៉ាកឯកតជនបាទជាម៉ាកបុគ្គលដូចជាថ្នាំដុសធ្មេញជ្រះដុសធ្មេញគឺមិនអាចប្រើរួមបានទេជ្រះដុសធ្មេញនោះស្បែកជើងសម្លៀកបំពាក់វ៉ែនតាអីផ្សេងជាដើមអញ្ចឹងនៅពេលដែលយើងចង់លក់បើសិនតែគេមានលុយហើយប៉ុន្តែគេអត់ចង់ទិញទេដោយសារគេកំពុងមានប្រើហើយអញ្ចឹងយើងគួរតែដឹងថាមនុស្សនេះមានតម្រូវការនៅពេលណាឧទាហរណ៍ថាម៉ាស៊ីនត្រជាក់កង្ហារផ្សេងទៀតគឺមានតម្រូវការនៅពេលដែលគេទិញផ្ទះផ្សេងទៀតព្រោះនិស្សិតទាំងអស់គ្នាកំពុងរស់នៅក្នុងវងគ្រួសារនៅពេលដែលមានគ្រួសារថ្មីជាប្តីប្រពន្ធត្រូវតែទិញផ្ទះអញ្ចឹងនៅពេលទិញផ្ទះត្រូវតែមានតម្រូវការទាក់ទងជាមួយផលិតផលដែលយើងធ្លាប់ប្រើនៅក្នុងវងគ្រួសារជាមួយពុកម្ដាយរបស់យើង
អញ្ចឹងនៅពេលនេះហើយគឺនៅពេលដែលយើងត្រូវស្គាល់អតិថិជនបាទការរំលឹកអតិថិជនបាទការរំលឹកអតិថិជនអញ្ចឹងអតិថិជនជាទូទៅមាន3ដំណាក់កាលបាទមាន3ដំណាក់កាលទម្រាំខ្លាយទៅជាមួយមាន3ដំណាក់កាលទី1គឺអតិថិជនបាទមានថាគេហៅថាអតិថិជនអឺគេហៅថាអតិថិជនបម្រុងបាទអតិថិជនបម្រុងអតិថិជនបម្រុងមានន័យថាម៉េចគឺជាអតិថិជនដែលមិនទាន់មានតម្រូវការទេមិនទាន់មានតម្រូវការមានន័យថាឲ្យគេស្គាល់សិនឲ្យគេស្គាល់សិននៅពេលដែលគេស្គាល់ហើយថ្ងៃក្រោយគេច្បាស់តែសួររកព័ត៌មាននៅពេលដែលគេត្រូវការព្រោះឥឡូវគេអត់ទាន់ត្រូវការទេប៉ុន្តែអាចនឹងត្រូវការនៅពេលក្រោយអញ្ចឹងគេហៅថាអតិថិជនបម្រុងទី2ទើបខ្លាយជាអតិថិជនមានន័យថាគេតាក់ទងជាមួយយើងចង់ដឹងថាផលិតផលរបស់យើងមានតម្លៃបែបណាបាទគុណភាពបែបណានេះគេហៅថាអតិថិជនបាទនៅពេលដែលគេបានទិញគេហៅថាម៉ួយទិញហើយទិញម្ដងទៀតបាទទិញហើយទិញម្ដងទៀតនឹងគេហៅម៉ួយអញ្ចឹងត្រូវស្គាល់អតិថិជនថាផលិតផលរបស់យើងនឹងតើនរណាគេត្រូវការខ្លះបាទណាគេត្រូវការខ្លះអូខេចំណុចទី2ចំណុចទី3បាទចំណុចទី1ស្គាល់ផលិតផលខ្លួនឯងចំណុចទី2គឺស្គាល់អតិថិជនចំណុចទី3ត្រូវស្គាល់គូប្រជែងបាទស្គាល់គូប្រជែងបាទត្រូវមើលខ្លួនឯងបាទមើលខ្លួនឯងហើយមើលគូប្រជែងតើយើងស្ថិតនៅក្នុងលេខរៀងទីប្រមាណបើសិនតែយើងលក់ផលិតផលតើផលិតផលនៅលើទីផ្សារដែលដូចយើងនឹងតើមានប្រមាណក្រុមហ៊ុនបាទដែលកំពុងតែដាក់លក់ហើយយើងនៅឈរលេខរៀងទីប្រមាណយើងត្រូវស្គាល់ដែរអញ្ចឹងនៅពេលដែលគូប្រកួតប្រជែងយើងទៅប្រជែងជាមួយយើងនៅលើទីផ្សារអតិថិជនគេនឹងចាប់ផ្ដើមស្គាល់ព្រោះដំណើរការនៃការទិញរបស់អតិថិជនគេត្រូវស្គាល់ព័ត៌មានដើរសួរ4 5 3 4 5ក្រុមហ៊ុនបានចាប់ផ្ដើមសម្រេចចិត្តទិញតើទិញនៅក្រុមហ៊ុនមួយណាដែលល្អថោកបាទទី4គឺស្គាល់ខ្លួនឯងបាទត្រូវស្គាល់ខ្លួនឯងមិញទី1ស្គាល់ផលិតផលរបស់ខ្លួនទី2ស្គាល់អតិថិជនទី3ស្គាល់គូប្រកួតប្រជែងទី4គឺស្គាល់ខ្លួនឯងស្គាល់ខ្លួនឯងស្គាល់យ៉ាងម៉េចគឺត្រូវស្គាល់អំពីវប្បធម៌នៅក្នុងអង្គភាពតើអត្តចរិតមានថាឥរិយាបថអង្គភាពវាយ៉ាងម៉េចដែរការទូទាត់មានភាពសាមញ្ញទេត្រូវជាមួយបរិបទទេបាទការដឹកជញ្ជូនបុគ្គលិកបាទក្រមសីលធម៌បុគ្គលិកគ្រប់គ្រងបែបម៉េចប្រធានផ្នែកលក់បាទមានចរិតបែបម៉េចហើយបុគ្គលិកផ្នែកលក់នេះបាទមានសមត្ថភាពគ្រប់គ្រាន់ដែរទេក្នុងការទំនាក់ទំនងមកអតិថិជនអញ្ចឹងមានប៉ុណ្ណឹងបាទមានប៉ុណ្ណឹងដើម្បីធ្វើយើងលក់ដាច់អូខេបាទចូលទៅ slide មួយទៀតទាក់ទងជាមួយនឹងការគ្រប់គ្រងលក់ផលិតផលវិញបាទលក់ផលិតផលវិញការគ្រប់គ្រងការលក់ផលិតផលវារួមចំណែកក្នុងការរៀបចំផែនការបាទរៀបចំផែនការបង្កើតកម្មវិធីលក់អនុវត្តលើផែនការបាទការត្រួតពិនិត្យលើលទ្ធផលដែលបុគ្គលិកលក់ផ្ទាល់ខិតខំប្រឹងប្រែងធ្វើសម្រាប់អាជីវកម្មបាទសម្រាប់ក្រុមហ៊ុនមានការងារជាច្រើនដែលពាក់ព័ន្ធទៅនឹងបាទផែនការរៀបចំនៃផ្នែកបុគ្គលិកលក់នៅក្នុងនោះរួមមានការកំណត់គោលដៅបាទការរៀបចំកម្លាំងលក់ការជ្រើសរើសបុគ្គលិកការសម្រាំងយកបាទការបង្ហាត់បង្ហាញបាទការផ្ដល់ប្រាក់ឈ្នួលសម្រាប់អ្នកលក់និងការវិតម្លៃបុគ្គលិកលក់ម្នាក់ៗអញ្ចឹងនៅក្នុងនេះខ្ញុំក៏មានបាទនៅខាងក្រៅមេរៀនបន្តិចដែរប៉ុន្តែមុនខាងក្រៅខ្ញុំសូមបញ្យល់ខាងលើបន្តិចបាទនៅក្នុងការគ្រប់គ្រងលក់ផលិតផលនេះជាទូទៅយើងមិនមែនរើបុគ្គលិកហើយបានយើងទៅទិញផលិតផលយកមកដាក់លក់ឲ្យត្រូវជាមួយបុគ្គលិកទេមានន័យថាយើងមានផលិតផលតែយើងគួររៀបចំផលិតផលហ្នឹងបែបណាហើយត្រូវការបុគ្គលិកបែបណាមកគ្រប់គ្រងលក់ផលិតផលរបស់យើងបាទមានន័យថា
បងប្អូនទាំងអស់គ្នាមានលុយចង់បើអាជីវកម្មហើយប្រមាលមើលតម្រូវការក្នុងសង្គមនេះមុនបើអាជីវកម្មមើលតម្រូវការសង្គមតើសង្គមនៅតំបន់យើងដែលយើងចង់បើកអាជីវកម្មនេះគេត្រូវការផលិតផលយើងនឹងដែរអត់ហើយបើត្រូវការតើមនុស្សដែលកំពុងត្រូវការនឹងត្រូវការប្រមាណនេះត្រូវការប្រមាណផលិតផលឧទាហរណ៍ថាត្រូវការ1000ផលិតផលដែលមានមនុស្ស1000នាក់នៅក្នុងតំបន់ហ្នឹងអញ្ចឹងក្នុងផលិតផលនីមួយៗបាទមួយហ្នឹងមនុស្សមកទិញត្រូវការប្រើប្រាស់ពេលវេលាប្រមាណបាទពេលវេលាប្រមាណអញ្ចឹងបានគេធ្វើការកណនាថាតើមនុស្ស1000នាក់នេះយើងត្រូវការជ្រើសរើសបុគ្គលិកចំនួនប្រមាណនាក់ដើម្បីឲ្យបុគ្គលិកទាំងអស់ហ្នឹងមកគ្រប់គ្រងអតិថិជនចំនួន1000នាក់ហ្នឹងវិញបាទ1000នាក់ហ្នឹងវិញអញ្ចឹងមិនមែនមានន័យថាយើងជ្រើសរើសបុគ្គលិកបានហើយបានយើងមកទៅទិញផលិតផលឲ្យបុគ្គលិកនឹងលក់ទេគឺយើងត្រូវមានផលិតផលត្រូវគិតថាតើអតិថិជននៅក្នុងតំបន់ហ្នឹងមានចំនួនប្រមាណនាក់បាទត្រូវការផលិតផលរបស់យើងប្រមាណយើងទៅទិញផលិតផលដើម្បីតម្រូវការអតិថិជនហើយរើសបុគ្គលិកនោះឲ្យត្រូវជាមួយនឹងអតិថិជនវិញបាទទៅគ្រប់គ្រងអតិថិជនវិញអញ្ចឹងប្រធានផ្នែកលក់បាទនៅក្នុងចំណុចនេះគឺតកតងជាមួយនឹងប្រធានផ្នែកលក់អញ្ចឹងប្រធានផ្នែកលក់ត្រូវមានជំនាញអីខ្លះបាទជំនាញខ្លះអញ្ចឹងប្រធានផ្នែកលក់ត្រូវមានជំនាញ3បាទជំនាញ3ទី1គឺមានជំនាញលក់អញ្ចឹងបើសិនតែយើងធ្វើបុគ្គលិកធ្វើជាប្រធានផ្នែកលក់ហើយយើងអត់ចេះលក់អានឹងអត់បានទេនៅពេលដែលបុគ្គលិកចុះហ្វៀលផ្ទាល់បាទមានបញ្ហាតាក់ទងជាមួយនឹងចំនួនតាក់ទងមួយអតិថិជនអីផ្សេងៗត្រូវតែធ្វើការសម្របសម្រួលភ្លាមបាទត្រូវធ្វើការសម្របសម្រួលឲ្យកិច្ចការងាររលូនមិនឲ្យមានបញ្ហាទេបាទហើយមិនអាចថាពេលឡើងទៅប្រធានផ្នែកលក់ឲ្យភ្លេចកិច្ចការងារបាទការងារលក់ទេអត់បានទេត្រូវមានជំនាញផ្នែកលក់ឲ្យខ្លាំងជាងមុនយ៉ាងណាក៏យើងត្រូវធ្វើសមត្ថភាពខ្លួនយើងឲ្យខ្លាំងជាងបុគ្គលិកផ្នែកលក់នោះដែរព្រោះកាលណាសមត្ថភាពស្មើគ្នាបាទទៅដឹកនាំវាអត់កើតទេអញ្ចឹងត្រូវមានគំនិតបញ្ញាជាងបាទដើម្បីធ្វើការផ្ដល់នូវព័ត៌មានបាទផ្សេងទៀតឲ្យមានការថ្មីសម្រាប់បុគ្គលិកផ្នែកលក់បាទព្រោះបុគ្គលិកផ្នែកលក់ប្រៀបបីដូចជាទាហានអញ្ចឹងបាទចុះទៅបាទធ្វើការបាទវាយដណ្ដើមអតិថិជនជាមួយនឹងដៃគូប្រកួតប្រជែងផ្សេងក្តីអញ្ចឹងបើសិនអត់មានអ្វីដែលថ្មីអាវុធដែលថ្មីទៅវាគេអត់ឈ្នះទេបាទយ៉ាងណាក៏ត្រូវតែមានបច្ចេកទេសខ្លះឬក៏ពាក្យសម្ដីយុទ្ធសាស្ត្រអីផ្សេងបាទដើម្បីផ្ដល់ជាទឹកចិត្តឬក៏ផ្ដល់ជាកម្លាំងអីផ្សេងដល់បុគ្គលិកផ្នែកលក់ក្រុមប្រកបហ្នឹងអញ្ចឹងប្រធានផ្នែកលក់ត្រូវតែមានជំនាញផ្នែកលក់នឹងខ្លាំងជាងពេលដែលខ្លួនឯងធ្វើជាបុគ្គលិកផ្នែកលក់ទៅទៀតនេះគឺជាជំនាញទី1ជំនាញទី2គឺប្រធានផ្នែកលក់នោះត្រូវតែមានបាទចំណេះដឹងឬក៏ជំនាញផ្នែកបណ្ដុះបណ្ដាលបុគ្គលិកហ្នឹងបាទទីទៀតដល់ហើយស្លាយខាងក្រោយតើបុគ្គលិកម្នាក់ត្រូវបានបណ្ដុះបណ្ដាលទៅលើផ្នែកអីខ្លះបាទទី3ត្រូវចេះវាយតម្លៃបុគ្គលិករបស់ខ្លួនក្រុមប្រកបមិនអាចឲ្យអ្នកខ្ជិលបាទអ្នកខ្ជិលហើយអ្នកវិសាផ្ដល់នៅអត្ថប្រយោជន៍ដូចគ្នាមិនអាចទេប្រាក់ខែអាចឲ្យដូចគ្នាប៉ុន្តែ commission ប្រាក់កម្រៃជើងសារផ្សេងគឺមិនអាចឲ្យដូចគ្នាបានទេព្រោះប្រាក់កម្រៃជើងសារឬក៏ commission ត្រូវបានលើកទឹកចិត្តទៅដល់អ្នកឧស្សាហ៍បាទដល់អ្នកឧស្សាហ៍អញ្ចឹងនៅក្នុងនេះនៅក្នុងចំណុចនៃការវាយតម្លៃបុគ្គលិកនេះដើម្បីគ្រប់គ្រងបុគ្គលិកឆ្នើមបាទនិស្សិតទាំងអស់គ្នាសូមមេត្តាកត់ណាបាទសូមមេត្តាកត់នៅចំណុចសំខាន់ដែលអត់មាននៅក្នុង slide អញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងវិញថាប្រធានផ្នែកលក់មានជំនាញ3ជំនាញផ្នែកលក់ជំនាញបណ្ដុះបណ្ដាលជំនាញវាយតម្លៃបុគ្គលិកហើយជំនាញក្នុងការវាយតម្លៃបុគ្គលិកនេះបាទគេហៅថាការគ្រប់គ្រងឬក៏ដំណើរការនៃការគ្រប់គ្រងបុគ្គលិកឆ្នើមបុគ្គលិកលក់ឆ្នើមមាន4បាទមាន O4 បាទឬក៏ R4 អញ្ចឹង R ទី1នឹង R អីគេបាទខ្ញុំសូមនិយាយជាភាសាអង់គ្លេសទៅព្រោះដោយសារនេះខ្ញុំបកចេញភាសាអង់គ្លេសដែរហើយខ្ញុំវាយទីនេះបាទ
air 4 បាទ air ទី1គឺ rise បាទ rise people in the right rule បាទ rise people in the right rule មានន័យថាម៉េចបាទមានន័យថាដើម្បីវាយតម្លៃបុគ្គលិកឆ្នើមបានត្រូវតែចេះរៀបចំបុគ្គលិកនឹងដាក់ឲ្យត្រូវជាមួយនឹងការងារមានន័យថាម៉េចមានន័យថាយើងចេះរៀបចំបុគ្គលិកនឹងឲ្យត្រូវតាមតំបន់ភូមិសាស្ត្ររៀបចំបុគ្គលិកនឹងឲ្យត្រូវទៅតាមផលិតផលនិងរៀបចំបុគ្គលិកនឹងឲ្យត្រូវតាមអតិថិជនបាទมันអាចឲ្យបាទទោះបីគាត់មានជំនាញមានបទពិសោធន៍អីក៏ដោយត្រូវតែមានសមត្ថភាពក្នុងការមើលបុគ្គលិកនឹងថាតើបុគ្គលិកនេះត្រូវជាមួយនឹងផលិតផលអីត្រូវជាមួយនឹងអតិថិជនប្រភេទណាបាទត្រូវរៀបចំអញ្ចឹង right people in the right room ទី2បាទ retain បាទ retain នឹងមានន័យថាម៉េច retain មានន័យថានៅពេលដែលយើងរៀបចំបុគ្គលិកដាក់នៅក្នុងបាទកន្លែងការងារដែលត្រូវជាមួយនឹងការងារនឹងហើយយើងត្រូវតែបាទរក្សាបុគ្គលិកបាទរក្សាបុគ្គលិកដែលឆ្នើមនៅពេលដែលយើងវាយតម្លៃហ្នឹងណាបាទធម្មតាការវាយតម្លៃជាទូទៅមិនមាន grade A ទាំងអស់ទេតែងតែមាន grade A B C និង D បាទអញ្ចឹង A ហ្នឹងគួរទទួលបានអីគេគួរទទួលបានការរក្សាទុកបាទ retain ការថែរក្សាទុកបុគ្គលិកដែលឆ្នើមហើយបុគ្គលិក B គួរតែយ៉ាងម៉េចបាទសុំទោស grade A គួរតែបានរក្សាទុកហើយគួរតែបានដល់នៅតំណែងដល់នៅបាទប្រាក់ឧបត្ថម្ភឬក៏ការលើកទឹកចិត្តអីផ្សេងៗទៅទៀតមិនត្រឹមតែការរក្សានោះគឺថែមជូនអ្វីដែលជាការលើកទឹកចិត្តទៀតហើយ B គួរបានរក្សាទុកបាទមិនបានផ្ដល់ជាប្រាក់ខែឬក៏ផ្ដល់អីទេគួររក្សាទុកចំណែក D បាទចំណែក D គួរតែធ្វើការបដិបដាបន្ថែមឬក៏បណ្ដេញចោលបណ្ដេញចោលបាទអញ្ចឹងទី1ទី2គេហៅថា retain បាទទី3បាទទី3ខ្ញុំសូមសរសេរទីនេះតែម្ដងទៅ3បាទគឺ replace បាទ replace or reminds បាទ or remind មានន័យថាម៉េចបាទមានន័យថាការរំលឹកបាទការរំលឹកឬក៏បណ្ដុះបណ្ដាលគាត់បន្ថែមនៅពេលដែលគាត់ខ្សោយហើយបណ្ដុះបណ្ដាលប៉ុន្តែបើសិនតែបណ្ដុះបណ្ដាលមិនបាន replace បណ្ដេញចេញបាទបណ្ដេញចេញអញ្ចឹងនៅពេលដែលយើងបណ្ដេញចេញបុគ្គលិករបស់យើងដែលពេលយើងរើសគ្រប់ហើយយើងត្រូវបណ្ដេញចេញមិនខ្វះអញ្ចឹងដល់ពេលខ្វះយើងទៅ recruit បាទ recruits ជ្រើសរើសបុគ្គលិកបន្ថែមអញ្ចឹងនេះគឺជាបាទដំណើរការនៃការគ្រប់គ្រងបុគ្គលិកឆ្នើមការវាយតម្លៃបុគ្គលិកឆ្នើមឬក៏ការថែរក្សាបុគ្គលិកឆ្នើមវាមាន4ហ្នឹងបាទទី1 rise people in the right rule បាទរៀបចំបុគ្គលិកឲ្យត្រូវជាមួយនឹងការងារទី2គឺ retain ថែរក្សាបុគ្គលិកឆ្នើមទី3 replace or remind បាទបណ្ដេញចេញឬក៏ធ្វើការបាទកើនរំលឹកបាទទី4 recruit បាទការជ្រើសរើសបុគ្គលិកថ្មីអូខេអញ្ចឹងបន្តទៅ slide មួយទៀតបាទចូលទៅចំណុចទី2ការបង្កើតផែនការលក់ការបង្កើតផែនការលក់គឺជាមូលដ្ឋានបាទនៅក្នុងមុខងារគ្រប់គ្រងលក់ហើយផែនការលក់គឺជារបាយការណ៍មួយរៀបចំអំពីអ្វីដែលគេត្រូវឈានសម្រាប់ជោគជ័យទៅកន្លែងណាដែលរៀបចំកម្លាំងលក់ដោយរបៀបណាបាទអញ្ចឹងនៅក្នុងនេះគេមាន3បាទធំទី1កំណត់គោលបំណងទី2ចាត់ចែងកម្លាំងលក់ទី3បង្កើតគោលនយោបាយគ្រប់គ្រងអតិថិជនបាទអញ្ចឹងខ្ញុំសូមនិយាយទូទៅទៅហើយខ្ញុំអត់បានអានជូនទៀតទេនិស្សិតទាំងអស់គ្នាខ្ញុំបានដាក់សោះនៅក្នុងក្រុមហើយអញ្ចឹងអានទាំងអស់គ្នាទៅ
ខ្ញុំសូមបញ្ចូលខ្លីៗបាទអញ្ចឹងនៅក្នុងអឺការបង្កើតផែនការលក់នេះវាខុសពីការបង្កើតនៅផែនការអាជីវកម្មបាទការបង្កើតនៅផែនការអាជីវកម្មគឺមាន5បាទគឺទី1ការកំណត់នៅគោលដៅគោលបំណងនៃអាជីវកម្មទី2គឺការវិភាគនៅស្ថានភាពអាជីវកម្មទី3បង្កើតនៅយុទ្ធសាស្ត្របាទ marketing ទី4គឺបាទដាក់ឲ្យដំណើរការនៅដំណើរការអាជីវកម្មទី4គឺសំទោសទី5គឺវាតម្លៃអំពីដំណើរការនោះបាទនេះគឺដំណើរការនៃការរៀបចំយុទ្ធសាស្ត្រអាជីវកម្មចំណែកផែនការលក់វិញគឺមានតែ3មាន3នៅក្នុងបាទផែនការអាជីវកម្មដែរប៉ុន្តែអានេះគ្រាន់តែផ្នែកនៃការលក់ទេមាន3ទី1កំណត់គោលបំណងអញ្ចឹងដូចខ្ញុំបានជម្រាបជូននិស្សិតទាំងអស់គ្នាអញ្ចឹងថាគោលបំណងនៅក្នុងការលក់របស់យើងមិនមែនជ្រើសរើសបុគ្គលិកមកហើយទៅទិញផលិតផលដើម្បីឲ្យត្រូវជាមួយនឹងបុគ្គលិកផ្នែកលក់នោះទេបាទបើធ្វើអញ្ចឹងមានន័យថាយើងកាត់ក្បាលតម្រូវមួកមិនមែនកាត់មួកតម្រូវក្បាលទេអញ្ចឹងដើម្បីឲ្យកាត់ក្បាលតម្រូវមួកសំទោសកាត់មួកតម្រូវក្បាលយើងត្រូវតែរៀបចំគោលបំណងនៃការលក់សិនតើតំបន់យើងមានតម្រូវការទៅលើផលិតផលនោះចំនួនប្រមាណអតិថិជនចំនួនប្រមាណនេះដែលត្រូវការផលិតផលរបស់យើងអញ្ចឹងយើងរៀបចំផលិតផលនេះឲ្យត្រូវជាមួយចំនួនអតិថិជនបាទមិនមែនរៀបចំផលិតផលទៅតាមចំនួនអ្នកលក់ទេទៅរៀបចំទៅតាមចំនួនអ្នកទិញចំនួនអតិថិជនអញ្ចឹងប្រសិនបើអតិថិជននៅក្នុងបាទនៅក្នុងក្រុងមួយមានចំនួនបាទ30000នាក់បាទមានន័យថាអតិថិជនរាប់លាននាក់ប្រជាជនរាប់ម៉ឺននាក់រាប់លាននាក់ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នោះមិនអាចខ្លាចជាអតិថិជនរបស់យើងទាំងអស់ទេមានន័យថាក្នុងរាប់លាននាក់ហ្នឹងមានអតិថិជនតែ30000នាក់ទេជាអតិថិជនត្រូវការផលិតផលពិតអញ្ចឹង30000នាក់នេះតើយើងត្រូវការបុគ្គលិកផ្នែកលក់ចំនួនប្រមាណនាក់ដើម្បីទៅគ្រប់គ្រងអតិថិជន30000នាក់បាទនេះគឺកំណត់ពីគោលបំណង setting objective បាទទី2គឺ organizing the sales force ចាត់ចែងកម្លាំងលក់អញ្ចឹងនៅពេលដែលយើងដឹងអំពីគោលបំណងដឹងអំពីចំនួននៃអតិថិជនហើយយើងត្រូវរៀបចំចាត់ចែងបុគ្គលិកផ្នែកលក់ហ្នឹងទៅគ្រប់គ្រងអតិថិជនវិញហើយទី3គឺបង្កើតគោលនយោបាយគ្រប់គ្រងអតិថិជនទៅទៀតអញ្ចឹងសំខាន់ណាស់ដែលខ្ញុំបាទដូចជាខ្ញុំបានជំរាបជូននិស្សិតទាំងអស់គ្នាអញ្ចឹងថានៅក្នុងការបង្កើតគោលនយោបាយគ្រប់គ្រងអតិថិជននេះគឺសំខាន់ណាស់បាទសំខាន់ព្រោះវាបញ្ជាក់អំពីឥរិយាបថនៃការបាទឥរិយាបថនៃអង្គភាពឬក៏ឥរិយាបថនៃការទំនាក់ទំនងជាមួយអតិថិជនទាំងការទូទាត់បាទទាំងការដឹកជញ្ជូនចរិតក្នុងការអភិវឌ្ឍផលិតផលឲ្យថ្មីសម្រាប់អតិថិជនបាទធ្វើឲ្យអតិថិជនទទួលបានផលិតផលហើយមានអារម្មណ៍ថាទុកចិត្តបាទអញ្ចឹងគោលនយោបាយខ្ញុំសូមរៀបរាប់ត្រួសទៅទី1ដូចជាគោលនយោបាយគ្រប់គ្រងផលិតផលបាទផលិតផលតើប្រមាណឆ្នាំត្រូវអាប់ដេតម្ដងថ្មីសម្រាប់អតិថិជនបាទមានបាទការផ្ដល់ជូនពិសេសណាមួយទេក្រៅពីផលិតផលដដែលហ្នឹងដូចជាការបន្ថែមជូនអត្ថប្រយោជន៍សម្រាប់អតិថិជនព្រោះអតិថិជនជាទូទៅបើអត់មានគុណតម្លៃអត់មានអត្ថប្រយោជន៍បាទសម្រាប់ពួកគេទៅគឺពួកគេមិនដកលុយមកទិញយើងទេបាទទី2គឺតកតងជាមួយនឹងពេលវេលានៃការចោះជួបរវាងបុគ្គលិកនិងផ្នែកលក់បាទចោះជួបនៅពេលណាឯពេលណាបាទពេលវេលានៃការធ្វើការម៉ោងប្រហែលបាទមិនថាថ្ងៃសៅរ៍អាទិត្យអីព្យាយាមបាទអត់តាក់ទងគ្នាបានព្រោះពេលខ្លះតំណែងខ្លះវាគឺជាតំណែងនាំមុខបាទតំណែងនាំមុខដូចជាតំណែងដែលតម្រូវការប្រចាំថ្ងៃដូចជាគ្រឿងទេសផ្សេងៗมันអាចឈប់សៅរ៍អាទិត្យបានទេបាទដូចជាទឹកដូចអីมันអាចឈប់សៅរ៍អាទិត្យបានទេព្រោះមនុស្សមានតម្រូវការរាល់ថ្ងៃបាទប៉ុន្តែបើរឿងផ្សេងទៀតបាទដូចជា
ស្បែកជើងការលក់ស្បែកជើងការអីហ្នឹងគឺអាចអត់បានការលក់ថ្នាំពេទ្យក៏ដូចគ្នាដែរគឺជាតំណែងនាំមុខដែរអូខេអញ្ចឹងខ្ញុំសូមឲ្យនិស្សិតទាំងអស់គ្នាអានបន្ថែមទៅខ្ញុំបញ្យល់ខ្លីៗទេបាទអញ្ចឹងនៅចូលដល់ចំណុចទី2បាទយើងមានលំហាត់មួយដែលតកតងជាមួយនឹងបាទការជ្រើសរើសកម្លាំងលក់តែយើងជ្រើសរើសកម្លាំងលក់បែបណាដើម្បីត្រូវនេះអញ្ចឹងបាទខ្ញុំសូមអានជូនទៅនេះបន្តិចទៅការរៀបចំកម្លាំងលក់គឺជាប់ពាក់ព័ន្ធជាមួយនឹងការកំណត់ទំហំកម្លាំងលក់មានវិធីទូទៅមួយសម្រាប់កំណត់នៃកម្លាំងលក់ទៅតាមវិធីសាស្ត្រផ្សេងៗបាទអញ្ចឹងនៅក្នុងនេះគឺមានរូបមន្តរបស់គេ NS ស្មើនឹង NC លើបាទ CS គុណនឹង CL លើ ASL បាទការពិត AST ទេសូមអធិស្ឋានបាទខ្ញុំសូមកែកន្លែងនេះបន្តិចអូកែបានទៀតបាទភាសាខ្ញុំ copy រូបអញ្ចឹងនិស្សិតទាំងអស់គ្នាកន្លែងនេះ AST ណាបាទអធិស្ឋាននេះ AST អញ្ចឹង AS ខ្ញុំលើឧទាហរណ៍មួយបាទលើឧទាហរណ៍មួយបាទនេះគឺរូបមន្តរបស់យើងខ្ញុំសូមណែនាំបន្តិច NS នេះគឺមកពីថា number of sell people បាទចំនួនអ្នកលក់ហើយ NC គឺមកពី number of customer ឬក៏ consumer បាទចំនួនអតិថិជនហើយនិស្សិតទាំងអស់គ្នានៅពេលខ្ញុំអាន customer ឬក៏ consumer មានន័យថាម៉េច customer មានន័យថាអតិថិជនដែលគាត់ទិញទៅហើយបាទមានបំណងក្នុងការលក់បន្តផងហើយនឹងប្រើខ្លួនឯងផងអានេះគេហៅថា customer បាទចំណែក consumer គឺសំដៅទៅដល់ the end user គឺសំដៅទៅដល់អ្នកប្រើចុងក្រោយគាត់អត់មានគោលបំណងក្នុងការលក់បន្តទេឧទាហរណ៍ដូចនិស្សិតទាំងអស់គ្នាទិញទឹកម្ដងយកទៅញ៉ាំខ្លួនឯងអានេះគេហៅថា consumer បាទឬក៏ the end user បាទចំណែកអ្នកលក់រាយអ្នកលក់ដុំបោះដុំផ្សេងៗអានេះគេហៅថា customer អញ្ចឹងនៅពេលខ្ញុំអាននិស្សិតទាំងអស់គ្នាអាចយល់កន្លែងហ្នឹងបាទចំណែក CS គឺមកពីពាក្យថា call frequency បាទ necessary to service to customer Asia មានន័យថាការជួបអតិថិជនបាទញឹកញាប់បំផុតរយៈពេល1ឆ្នាំបាទហើយ CL គឺតកតងជាមួយរយៈពេលជាមធ្យមដែលយើងទៅជួបអតិថិជនម្ដងហើយ AST មានន័យថាអតិថិជនសំទោសបុគ្គលិកដែលគាត់បំពេញការងាររយៈពេល1ឆ្នាំបាទគេគិតជាម៉ោងបាទគិតជាម៉ោងអញ្ចឹងយើងទៅ slide បន្តបាទឧទាហរណ៍ប្រសិនបើម្ចាស់ក្រុមហ៊ុនមួយបាទម្ចាស់ក្រុមហ៊ុនមួយគាត់ត្រូវការទំហំលក់100តោនបាទខ្ញុំសូមគិតជាតោនចុះណាបាទ100តោនបាទ100តោននេះគាត់ចង់បានអតិថិជន200នាក់ដើម្បីមកទិញផលិតផលរបស់គាត់ហ្នឹងអញ្ចឹងនៅពេលដែលយើងត្រូវការលក់ផលិតផល100តោនទៅលើអតិថិជន200នាក់តើយើងត្រូវការបុគ្គលិកផ្នែកទីផ្សារហ្នឹងប្រមាណនាក់ដែលគាត់đãដឹងថានៅពេលដែលយើងទៅជួបអតិថិជនជាមធ្យមបាទម្នាក់ណាពេលដែលយើងជួបអតិថិជនជាម្នាក់ហ្នឹងជាមធ្យមគឺ30នាទីឬក៏កន្លះម៉ោងក្នុងម្នាក់ហើយក្នុងមួយសប្តាហ៍ហ្នឹងអតិថិជនបាទខាងក្រុមហ៊ុនឬក៏ម្ចាស់អាជីវកម្មគេតម្រូវឲ្យធ្វើការ6ថ្ងៃហើយក្នុងមួយថ្ងៃធ្វើការ8ម៉ោងអញ្ចឹងយើងបានរូបមន្តបាទតាំងរូបមន្តដដែលមកមិញគេប្រាប់ឲ្យថាអតិថិជនមាន200នាក់អញ្ចឹង NC របស់យើង200ហើយ CS 52និស្សិតទាំងអស់គ្នាកន្លែងនេះរៀងពិបាកយល់បន្តិចណា52មានន័យថាអតិថិជនទាំងអស់តម្រូវឲ្យមួយសប្តាហ៍ទៅជួបម្ដងអញ្ចឹងមួយសប្តាហ៍ទៅជួបម្ដងមានន័យថាក្នុងមួយឆ្នាំមានប្រមាណសប្តាហ៍គឺមាន52សប្តាហ៍អញ្ចឹងរូបមន្តកន្លែងនេះគឺ52ដងបាទអញ្ចឹងអតិថិជនទៅជួបបុគ្គលិកផ្នែកលក់ត្រូវទៅជួបអតិថិជន52ដងក្នុងមួយឆ្នាំបាទក្នុងមួយឆ្នាំគឺ52ដងហើយ CL គឺមានន័យថារយៈពេលជួបជាមធ្យមបាទ30នាទីស្មើនឹងកន្លះម៉ោងបាទ 0.5 ហើយ AST មានន័យថាម៉ោងសរុបដែលបុគ្គលិក
ម្នាក់ធ្វើការពេញមួយឆ្នាំតើប្រមាណបាទប្រមាណមកអញ្ចឹងយើងដឹងហើយថាគេប្រាប់នៅក្នុងសមត្ថកម្មនេះមួយថ្ងៃបុគ្គលិកធ្វើការ6បាទសំទោសមួយថ្ងៃបុគ្គលិកធ្វើការ8ម៉ោងបាទ8ម៉ោងហើយមួយសប្តាហ៍ធ្វើការ6ថ្ងៃអញ្ចឹងមានន័យថាម៉េចមានន័យថាក្នុងមួយសប្តាហ៍ហ្នឹងបុគ្គលិកធ្វើការ40បាទ48ម៉ោងបាទ6 8 6ដង48បាទអញ្ចឹងក្នុងមួយសប្តាហ៍គឺធ្វើការបាន48ម៉ោងអញ្ចឹងក្នុងមួយឆ្នាំធ្វើការប្រមាណម៉ោងអញ្ចឹងយើងយក48ហ្នឹងមកគុណនឹង52ទៅព្រោះក្នុងមួយឆ្នាំមាន52សប្តាហ៍នោះអញ្ចឹងវាស្មើនឹងបាទ2496ម៉ោងក្នុងមួយឆ្នាំដែលបុគ្គលិកធ្វើការអញ្ចឹងយើងធ្វើការគណនាមកបាទ200គុណនឹង52គុណនឹង 0.5 ចែកនឹង2496អញ្ចឹងវាស្មើនឹងបាទ2ទៅ3នាក់ចន្លោះ2ទៅ3នាក់បាទអញ្ចឹងបើសិនបើយើងត្រូវការទំហំលក់100តោនលើអតិថិជន200នាក់នោះយើងត្រូវការបុគ្គលិកផ្នែកទីផ្សារតែ2ទៅ3នាក់ទេចន្លោះ2ទៅ3នាក់បាទអញ្ចឹងយើងយកបាទ200ហ្នឹងចែកនឹង2ទៅឃើញម្នាក់100ម្នាក់កាន់100ឬក៏បើសិនតែយើងយកបុគ្គលិកផ្នែកលក់3នាក់យើងចែកទៅយក200ចែក3ឃើញបាទតងប្រហែលជា70បាទតង70បាទឬក៏60នាក់ជាងបាទអូខេនេះគឺតកតងជាមួយនឹងរបៀបក្នុងការកំណត់បាទចំនួនកម្លាំងលក់ដើម្បីគ្រប់គ្រងលើអតិថិជនហើយតកតងជាមួយនឹងការបង្កើតគោលនយោបាយគ្រប់គ្រងអតិថិជននេះអាហ្នឹងតកតងជាមួយនឹងបាទគំនិតឬបញ្ញារបស់ម្ចាស់អាជីវកម្មនីមួយៗទេខ្ញុំមិនបញ្យល់ទេបាទអូខេអញ្ចឹងវីដេអូនេះខ្ញុំគិតថាវារៀងវែងតិចចំណែកវីដេអូបាទមេរៀនឬក៏ slide បន្ទាប់នេះខ្ញុំសូមទៅ clip បាទបន្តទៅចោះណាបាទកុំឲ្យវែងពេកអូខេអញ្ចឹងខ្ញុំសូមប៉ុណ្ណឹងសិនចោះណាអរគុណ